បងប្អូនទាំងអស់គ្នាប្រកាសជាបានដឹងអំពីព័ត៌មានដែលលោកស៊ីជីនពីងក៏បានដកតំណែងមេតបដែលធំជាងគេបំផុតនៅក្នុងប្រទេសចិនចោលបាត់ហើយមូលហេតុដោយសារតែមានធ្លាព័ត៌មានពីសហរដ្ឋអាមេរិកគេបានចុះផ្សាយថាមីស៊ីននុយក្លេអ៊ែរខ្លះរបស់ចិនគឺមិនដំណើរការនោះទេវាគឺខ្លាំងខ្លាយដែលវាដាក់សុទ្ធតែទឹកមិនមានដាក់អន្តរជាតិនោះទេដែលធ្វើបានត្រឹមតែល្អមើលប្រសិនបើមានសង្គ្រាមប៉ាត់គឺវាមិនដំណើរការនោះទេបងប្អូននេះវាមិនខុសអ្វីពីប្រព័ន្ធការពារដែនអាកាសដែលចិនបានលើកមកឲ្យកម្ពុជានោះទេវាមិនដំណើរការសោះវាមិនអាចបាញ់យន្តហោះចម្បាំង F16 របស់ថៃបានទេនៅពេលដែលលោកស៊ីជីនពីងបានដឹងព័ត៌មាននេះភ្លាមគាត់ក៏ខឹងខ្លាំងណាស់ហើយក៏ដកតំណែងមេតបចិនខាងផលិតមីស៊ីលទាំងអស់រាប់រយនាក់រហូតដល់ពេលថ្មីនេះទៅគាត់បង្ខំចិត្តដកមេតបដែលធំជាងគេបំផុតដែលជាមិត្តជិតស្និទ្ធរបស់គាត់ការពីកម្មាភិបចោលតែម្ដងទៅទោះបីជាមេតបនឹងក៏មិនបានជាប់ពាក់ព័ន្ធអ្វីខាងផលិតមីស៊ីលនឹងក៏ដោយខ្ញុំសូមបញ្ជាក់ពាក្យថាដកនេះគឺចាប់ដាក់ក្នុងទ្រង់មិនមែនដកធម្មតានោះទេការពិតទៅការពីពេលដែលលោកស៊ីជីនពីងគាត់បានឡើងកាន់អំណាចគឺគាត់ផ្ទាល់គឺជាអ្នកដែលបានជ្រើសរើសតែងតាំងមេតបធំៗទាំង6នាក់សម្រាប់ប្រទេសចិនដែលផ្ទាល់ដៃគាត់ដល់ឥឡូវនេះគាត់បានដកចោលអស់5នាក់ហើយសល់តែម្នាក់ទេបងប្អូនវាមិនងាយទៅរួចទេដែលថា5នាក់សុទ្ធតែពុករលួយទាំង5នោះខ្ញុំគិតថាលោកស៊ីជីនពីងគាត់មានអារម្មណ៍ថាខ្លួនឯងមិនមានសុវត្ថិភាពគាត់ចង់រក្សាអំណាចទុកតែឯងគាត់មិនចង់ឲ្យមានមេតបណាខ្លាំងដែលមានអំណាចដែលអាចធ្វើដល់ប្រហារយោធាគាត់បានទេមូលហេតុមួយទៀតលោកស៊ីជីនពីងគាត់បំពេញចិត្តជាមួយនឹងមេតបនិងយោធារបស់គាត់ទេឲ្យតែពេលណាដែលគាត់សួរថាតើពេលណាទើបមានសមត្ថភាពអាចចូលលុកលុយតៃវ៉ាន់បានហើយមេតបចិនចិត្តតែឆ្លើយជារៀងរាល់ឆ្នាំបែបនេះថាយោធាយើងមិនបានស្មើយោធាសហរដ្ឋអាមេរិកទេដូច្នេះកុំតន់ចូលលុកលុយតៃវ៉ាន់អីបងប្អូនឲ្យតែគាត់សួរនៅក្នុងឆ្នាំណាចម្លើយពីមេតបគឺតែបែបហ្នឹងរហូតនេះហើយគឺជាមូលហេតុដែលធ្វើឲ្យលោកស៊ីជីនពីងមិនមានជំនឿចិត្តទៅលើយោធាខ្លួនឯងមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែមេតបតូចៗដែលលោកស៊ីជីនពីងធ្លាប់តែតែងតាំងក៏ត្រូវបានក្រុមយោធាចិនចាប់ដាក់ចូលទ្រង់អស់ផងដែរនេះវាបានបង្ហាញថាពួកយោធាដូចជាប្រឆាំងនឹងលោកស៊ីជីនពីងវិញទោះបីជាលោកស៊ីជីនពីងខំដកមេតបចេញទាំងអស់រាប់រយនាក់ក៏ដោយក៏ពួកយោធាចិនទាំងមូលនៅតែដកគ្នារបស់លោកស៊ីជីនពីងចោលវិញដូចគ្នានេះវាប្រៀបដូចជាមានចំនួនផ្ទៃក្នុងអញ្ចឹងដល់ទីបញ្ចប់ដោយសារតែមានរឿងកើតឡើងដោយបាក់អញ្ចឹងរាប់ឆ្នាំពេកទៅវាក៏ប្រៀបដូចជាបានបញ្ជាក់ឲ្យដឹងពីមូលហេតុដែលធ្វើឲ្យលោកស៊ីជីនពីងត្រូវតែបោះសម្អាតមេតបកម្ពុជាទាំង5ចោលព្រោះតែខ្លាចពួកគេធ្វើរដ្ឋប្រហារយោធាគាត់ប្រទេសចិនទាំងមូលគេសុទ្ធតែបានដឹងទាំងអស់គ្នាថាលោកស៊ីជីនពីងបានកាត់ច្បាប់រដ្ឋធម្មនុញ្ញដោយឲ្យគាត់មានសិទ្ធិធ្វើជាប្រធានាធិបតីអស់មួយជីវិតនេះវាមិនខុសអ្វីពីប្រព័ន្ធអធិរាជនោះទេប្រជាពលរដ្ឋចិនទាំងអស់រួមទាំងសមាជិកនៅក្នុងបក CCP របស់ចិនគេសុទ្ធតែមិនពេញចិត្តតែលោកស៊ីជីនពីងគាត់បានកាត់ច្បាប់បែបនេះឡើយប៉ុន្តែពួកគេគ្រាន់តែខ្លាចមិនហ៊ាននិយាយអ្វីទេព្រោះតែហ៊ានតែក្រអឺតនិយាយតែបន្តិចនឹងត្រូវចូលទៅក្នុងហើយដូច្នេះម្នាក់បានត្រឹមតែស្ងាត់